ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះមិត្តភ័ក្តិរបស់នេះខ្ញុំគាត់បានមកលេងផ្ទះចឹងហើយនេះខ្ញុំអត់ដឹងធ្វើមុខម្ហូបអីក៏ទិញមាន់ហ្នឹងយកមកឆាប្រៃផ្អែមដាក់ជាមួយស្លឹកខ្ទឹមហ្នឹងទៅបងប្អូនអើយឆ្ងាញ់ណាស់ឆាមាន់ប្រៃផ្អែមរបស់នេះខ្ញុំថ្ងៃនេះបងប្អូនរសជាតិឡើងប្លែកហើយបើក្លិនវិញឡើងឈ្ងុយហើយនិយាយទៅមិត្តភ័ក្តិរបស់នេះខ្ញុំគាត់ញ៉ាំហើយគាត់សរសើរថាឆ្ងាញ់អត់ដាច់ពីមាត់ទេបងប្អូនចឹងហើយអ្នកធ្វើហ្នឹងក៏មានកម្លាំងចិត្តដែរតោះចង់ដឹងថានាងខ្ញុំធ្វើរបៀបណាកុំភ្លេចទៅតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាដំបូងនោះអូនថ្លៃរបស់នាងខ្ញុំគាត់បានទិញមាន់ហ្នឹងឲ្យនាងខ្ញុំហើយនាងខ្ញុំក៏បានយកវាមកកាប់លាងសម្អាតហើយនាងខ្ញុំក៏កាត់វាជាដុំមកល្មមហើយក៏រៀបចំយកមកឆាណាបងប្អូនហើយនាងខ្ញុំក៏មានគ្រឿងផ្សំមានដូចជារំដេងស្លឹកក្រូចម្ទេសស្រស់និងគល់ស្លឹកគ្រៃហើយនឹងខ្ទឹមសចិញ្ច្រាំណាហើយឥឡូវនេះនាងខ្ញុំក៏បានដាក់ខ្ទះឲ្យក្តៅហើយនាងខ្ញុំក៏ចាក់ប្រេងសណ្ដែកចូលបន្តិចណាបន្ទាប់មកទៀតនាងខ្ញុំក៏លីងជាមួយខ្ទឹមចិញ្ច្រាំហ្នឹងឲ្យឡើងក្រហមឈ្ងុយឈ្ងប់ហើយបន្ទាប់មកទៀតនាងខ្ញុំក៏ចាក់ជាមួយគ្រឿងក្រៅដែលត្រូវដាក់ឆាហ្នឹងណានាងខ្ញុំចាក់ចូលហើយនាងខ្ញុំរំលីងតតែគ្រឿងហ្នឹងឡើងឈ្ងុយឈ្ងប់ហើយបន្ទាប់មកទៀតនាងខ្ញុំក៏ចាក់សាច់មាន់ហ្នឹងចូលរំលីងតែម្ដងណាបងប្អូននិយាយទៅឆាមាន់ថ្ងៃនេះរៀងតន់ហន់ពេកណាបងប្អូនដោយសារអីគាត់មករៀងយប់ណាស់ហើយអញ្ចឹងឯងឆាមាន់ហ្នឹងក៏វារៀងអត់សូវបានស្ងួតល្អដែរបងប្អូននៅរៀងសើបន្តិចណានិយាយទៅឆាមាន់ប្រៃផ្អែមលីងសាច់មាន់ហ្នឹងឲ្យឡើងស្ងួតបន្តិចណាបងប្អូនមិនឆ្ងាញ់ឥឡូវនេះនាងខ្ញុំក៏បានឆាសាច់មាន់ហ្នឹងត្រឡប់ចុះត្រឡប់ឡើងឲ្យសាច់មាន់ហ្នឹងរៀងដាច់ទឹកបន្តិចណាហើយបន្ទាប់មកយើងចាប់ផ្ដើមសំគ្រឿងសំក្រៅទៅដាក់គ្រឿងក្រៅណាបងប្អូនប៊ីចេងបន្តិចហើយនឹងស្ករសនាងខ្ញុំដាក់រៀងច្រើនបន្តិចណាហើយនឹងទឹកស៊ីអ៊ីវបន្ទាប់មកទៀតនាងខ្ញុំដាក់ជាមួយទឹកត្រីបន្ទាប់ពីដាក់ទឹកត្រីហើយនាងខ្ញុំក៏ដាក់ជាមួយទឹកប្រេងខ្យងហើយនាងខ្ញុំក៏ឆាត្រឡប់ចុះត្រឡប់ឡើងឲ្យវាចូលជាតិគ្នាឲ្យសាច់ហ្នឹងរៀងស្ងួតបន្តិចណាហើយនាងខ្ញុំក៏បានដាក់ជាមួយខ្ទឹមក្រហមបន្តិចដែរបងប្អូនដើម្បីឆាទៅឲ្យវាកាន់តែក្លិនវាកាន់តែឈ្ងុយឆ្ងាញ់អញ្ចឹងណានិយាយទៅឆាចុះឆាឡើងមើលកុំឲ្យភ្លើងវាខ្លាំងពេកបងប្អូនឆាប្រៃផ្អែមនេះតតែឆាឲ្យរៀងយូរបន្តិចបងប្អូនមកសាច់មាន់ហ្នឹងវាស្ងួតល្អណាតែដូចនេះខ្ញុំប្រាប់អញ្ចឹងណាបងប្អូននេះខ្ញុំឆារៀងបញ្ញាប់ពេកបងប្អូនហើយអញ្ចឹងហើយក៏សាច់មាន់ហ្នឹងវាអត់សូវបានក្រហមល្អទេរាល់ដងនេះខ្ញុំតតែលីងសាច់មាន់មុនហើយបានយកមកឆាម្ដងទៀតអញ្ចឹងណាតែថ្ងៃនេះបញ្ញាប់បងប្អូនហើយដែលអញ្ចឹងហើយឆារៀងបញ្ញាប់អញ្ចឹងណាហើយនេះខ្ញុំក៏បានដាក់ជាមួយម្ទេសស្រស់បន្តិចដែរមិញណាហើយឥឡូវនេះមាន់ឆាផ្អែមរបស់នេះខ្ញុំបានស្ងួតហើយនេះខ្ញុំក៏ដាក់ជាមួយស្លឹកខ្ទឹមណារយស្លឹកខ្ទឹមនឹងចូលហើយឆាត្រឡប់ចុះត្រឡប់ឡើងទៅហើយនេះខ្ញុំក៏ដួសដាក់ចានណាបងប្អូនមើលតំណងគួរចង់ញ៉ាំអត់និយាយទៅមាន់ឆាប្រៃផ្អែមរបៀបនេះបងប្អូនធានាថារសជាតិឆ្ងាញ់ហើយក្លិនវិញឡើងឈ្ងុយពីស្លឹកខ្ទឹមផងពីខ្ទឹមក្រហមខ្ទឹមសចិញ្ច្រាំហ្នឹងណាឈ្ងុយក្លិនមកពីចឹងណាបងប្អូនចឹងហើយធ្វើឲ្យសាច់មាន់ឆាហ្នឹងវាកាន់តែឈ្ងុយឆ្ងាញ់ណាបងប្អូនហើយដូចនេះខ្ញុំប្រាប់ចឹងបើសាច់មាន់លីងឲ្យស្ងួតចឹងទៀតរឹតតែឆ្ងាញ់តែនេះខ្ញុំបញ្ញាប់បងប្អូនចឹងហើយពេលដែលនឹកឃើញចង់ញ៉ាំភ្លាមគាត់មកភ្លាមដល់ពេលមកភ្លាមឆាភ្លាមចឹងទៅវាអត់សូវបានសាច់មាន់នឹងស្ងួតទេហើយឥឡូវនេះនាងខ្ញុំក៏បានដួសដាក់ចានហើយបងប្អូនហើយនាងខ្ញុំក៏រៀបចំលើកយកទៅខាងមុខឲ្យគាត់ញ៉ាំណាហើយនាងខ្ញុំក៏មានគោកិច្ចមួយមុខដែរបងប្អូនគោកិច្ចហើយនឹងកាពិបុកទឹកគ្រឿងអីហ្នឹងណាបងប្អូននិយាយទៅ3មុខថ្ងៃហ្នឹងណាហើយលើកយកទៅដាក់ទៅមុខហ្នឹងឲ្យគាត់ញ៉ាំទៅរៀបចំនៅមុខទេហ่าបងប្អូនហើយខ្យល់លហៀនៅខាងមុខហ្នឹងល្វឹងល្វើយចឹងហើយនាងខ្ញុំអត់ញ៉ាំក្នុងផ្ទះទេភាគច្រើននាងខ្ញុំញ៉ាំនៅខាងក្រៅផ្ទះហ្នឹងឯងហើយវីដេអូរបស់នាងខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូរបស់នាងខ្ញុំកុំភ្លេចជួយ like ជួយ share នាងខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយបាយ